ខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនយើងបាទមួយចំនួនគឺចូលចិត្តញ៉ាំមីបាទឃើញថាមីវាស្រួលរកទេហើយក៏ស្រួលក្នុងការចម្អិនដែរដោយសារនៅពេលដែលយើងមកពីសាលាឬក៏មកពីធ្វើការហត់នឿយអញ្ចឹងណាដល់ពេលយើងខ្ជិលបាទយើងខ្ជិលក្នុងការដាំបាយធ្វើម្ហូបអីអញ្ចឹងទៅបើនៅយើងនៅម្នាក់ឯងយើងអាចញ៉ាំមីប៉ុន្តែបងប្អូនដឹងអត់ថាមីវាគ្មានសារជាតិចិញ្ចឹមអីទេបាទនៅក្នុងសរសៃមីនេះគឺវាអត់មានសារធាតុដែលជំនួយដល់សុខភាពយើងឬក៏អីទេអញ្ចឹងពុកម៉ែបងប្អូនយើងដែលអាចថាឈប់បានក៏ឈប់ញ៉ាំមីទៅបាទប៉ុន្តែបើថាជាមិនរួចយើងអាចថាមួយអាទិត្យយើងញ៉ាំមួយកញ្ចប់ឬក៏មួយកំប៉ុងអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំលើកយកបាទពីរបាទផលប៉ះពាល់បាទដែលបណ្ដាលមកពីការញ៉ាំមីញឹកពេកហើយនឹងវិធីសាស្ត្រក្នុងការញ៉ាំមីកុំឲ្យខូចសុខភាពវាមានផលប៉ះពាល់មែនប៉ុន្តែបើយើងដឹងក្នុងការចម្អិនវាអាចទាញយកផលចំណេញពីវាដែរគឺមិនឲ្យប៉ះពាល់សុខភាពដល់ខ្លួនយើងទេអញ្ចឹងបងប្អូនយើងកុំភ្លេចបាទជួយ share វីដេអូនេះទាំងអស់គ្នាខ្ញុំបាទនឹងលម្អិតជូនបាទដូចតទៅបងប្អូនទាំងអស់គ្នាមីកញ្ចប់ឬកំប៉ុងជាអាហារដែលមិនមានសារជាតិចិញ្ចឹមដែលគួរឲ្យយើងញ៉ាំទាល់តែសោះតែបើសិនជាយើងបាទចូលចិត្តញ៉ាំខ្លាំងយកល្អគួរតែទាញយកប្រយោជន៍ពីវាខ្លះកុំឲ្យប៉ះពាល់ដល់សុខភាពខ្លាំងពេកហេតុអ្វីបានជាយើងមិនគួរញ៉ាំមីច្រើនពេកមីកញ្ចប់ឬកំប៉ុងធ្វើឡើងពីម្សៅដែលមិនមានសារធាតុចិញ្ចឹមអ្វីទាល់តែសោះខុសពីបាយនិងនំប៉័ងវាអាចធ្វើឲ្យយើងប្រឈមនឹងហានិភ័យជំងឺតម្រងនោមជំងឺហើមសម្ពាធឈាមឡើងខ្ពស់និងជំងឺសាហាវផ្សេងទៀតអញ្ចឹងបងប្អូនយើងទាំងអស់គ្នាថាតើធ្វើបែបណាដើម្បីកុំឲ្យប្រឈមគ្រោះថ្នាក់ដល់សុខភាពខ្លាំងពេកបាទនៅពេលដែលបងប្អូនញ៉ាំមីបាទថ្ងៃនេះខ្ញុំបាទនឹងរាយរាប់ជូនបាទដូចតទៅនេះដើម្បីជៀសវាងផលប៉ះពាល់ខ្លាំងចំពោះសុខភាពពេលញ៉ាំមីបាទបងប្អូនយើងគួរតែអនុវត្តទី1ស្រុះមីហើយត្រូវចាក់ទឹកចោលម្ដងដើម្បីកាត់បន្ថយចំនួនសូដ្យូមនិងខ្លាញ់ទី2បន្ថែមគ្រឿងផ្សំផ្សេងទៀតដូចជាបន្លែសាច់និងស៊ុតជាដើមទី3កុំដាក់គ្រឿងចូលទាំងអស់ទី4កុំញ៉ាំមីលើសពី1កញ្ចប់ឬ1កំប៉ុងក្នុងមួយថ្ងៃបាទឬកុំញ៉ាំញឹកញាប់ពេកបាទហ្នឹងហើយកុំញ៉ាំឲ្យលើសពី2ទៅ3ដងក្នុងមួយសប្តាហ៍បាទទី5កុំហូតទឹកមីរហូតដល់អស់ពេកបាទទី6ពេលញ៉ាំហើយត្រូវញ៉ាំផ្លែឈើជាមួយផងបាទទាំងអស់នេះគឺជាការដែលយើងហូបមីដើម្បីជៀសឆ្ងាយពីបញ្ហាសុខភាពយើងដឹងហើយថាមីបាទគឺជាគ្រឿងវេចខ្ចប់មួយដែលយើងស្រួលរកហើយងាយដោយថានៅពេលដែលយើងមកពីសាលារៀនឬក៏មកពីណាពីណីចឹងមកខ្ជិលដាំបាយបាទខ្ជិលប្រឡាក់ឆ្នាំងយើងរកមីញ៉ាំប៉ុន្តែមីវាគ្មានសារធាតុអីដែលគួរឲ្យយើងញ៉ាំទេបងប្អូនបាទហើយវាមានបញ្ហាគ្រោះថ្នាក់ដល់សុខភាពខ្លាំងណាស់អញ្ចឹងហើយបានថ្ងៃនេះខ្ញុំបាទលើកយករឿងមីនឹងមកចែកជូនបងប្អូនយើងសង្ឃឹមថាវីដេអូមួយនេះបាទបងប្អូនស្ដាប់ហើយនឹងជួយ share ទាំងអស់គ្នាបាទសូមអរគុណ